ឥឡូវបងប្អូនយើងចាំខ្យងបឺច្រើនណាថ្ងៃមុនខ្ញុំបានយកខ្យងបឺមកឲ្យបងតែគាត់ខាងចាំខ្យងបឺហ្នឹងគាត់បានសុំថាឲ្យជួយផ្សព្វផ្សាយធ្វើទីផ្សារខ្យងបឺផងព្រោះឥឡូវនេះសបូរអ្នកចាំច្រើនណាស់ឥឡូវតែមិនដឹងថាខ្យងបឺយើងធ្វើម្ហូបអីក៏បានដែរងាយស្រួលលឿនហើយសាច់វាជ្រប់ឆ្ងាញ់មែនតើមកដល់យើងត្រាំវាជាមួយនឹងម្សៅពោតចេះទៅបងប្អូនដើម្បីឲ្យវាខ្ជាក់ល្អមកអស់លឿនណាយើងលាងអីចេះអត់ដូចម្ទេសវាកាហាយដៃរោលដៃពាក់លើផ្សារណារឿងចាំខ្យងបឺហ្នឹងល្អមែនតើព្រោះជួយដល់បងប្អូនយើងមានការងារធ្វើយើងយកមកធ្វើម្ហូបញ៉ាំខ្លួនឯងជាមួយក៏ដាក់តាមហាងអញ្ចឹងឆ្ងាញ់វាងាយស្រួលចម្អិនណាបងប្អូនសម្រាប់តម្លៃខ្យងបឺនេះវិញឥឡូវមិនថ្លៃពេកហើយក៏មិនថោកពេកដែរមិនល្មមតែថាពួកគាត់ចិញ្ចឹមទៅអាចថារកទប់ទល់បានអញ្ចឹងណាបងប្អូនគ្រាន់តែយើងនិយមញ៉ាំខ្យងបឺក៏អាចជួយឲ្យបងប្អូនផ្សេងទៀតមានការងារធ្វើដែរយើងត្រាំជាមួយនឹងម្សៅពោតឬម្សៅឆាកន្លះម៉ោងខ្យងរបស់យើងខ្ជិលល្អមកអស់លីងហើយងាយស្រួលលាងសម្អាតខ្លាំងណាស់ប្រហែលជាមានបងប្អូនផ្សេងទៀតដែលគាត់ចេះថ្នឹកខាងលាងខ្យងបឺបងប្អូនដឹងកុំភ្លេចជួយ comment ចែករំលែកនៅក្រោមវីដេអូនេះយើងមកធ្វើខ្យងបឺខ្ទិះពងទាប្រៃសម្រាប់ខ្ញុំផ្ទាល់ខ្ញុំយកវាមកចម្អិនឆ្អិនម្ដងសិនអប់វាជាមួយនឹងគល់លក្រីលក្រូចម្ដងថែមអំបិលបន្តិចឲ្យខ្យងមានជាតិល្អសម្រាប់ខ្យងបឺ1គីឡូយើងអាចប្រើពងទាប្រៃ 3-4 គ្រាប់អីតាមការចូលចិត្តយើងយកតែផ្នែកពងក្រហមទេយើងមកដល់លាងវាឲ្យស្អាតរួចហើយដំឲ្យតែប៉ែតឡានចេះមកតារំទៅរៀបចំគ្រឿងក្រៅផ្សេងហើយខ្យងរបស់យើងគេឆ្អិនល្មមដែរជើងស្រង់វាយកទុកមកកណ្ដប់សិនចន្លោះពេលនេះចាប់ផ្ដើមមកធ្វើការបំពងខ្ទឹមសមកមុខនេះបើយកញ៉ាំមួយបាយទេបងប្អូនអាចថាលេងវាឲ្យស្ងួតហើយយើងច្របល់ជាមួយនឹងខ្ទឹមសនឹងក៏ជាតិដែរបងប្អូនរបៀបឆារបស់យើងវិញយើងដាក់បឺបន្តិចគ្រឿងឆ្នាំងដីកន្លះលាព្រាបាយអីមកវាជំនួយក្លិនឆានឹងខ្ទិះឲ្យល្បួតជាមួយនឹងខ្ទិះដូងមកពងទាប្រៃ3គ្រាប់ដែលខ្ញុំបានហាន់ដុំៗនោះយកមកម្លីងជាមួយនឹងគ្រឿងឆ្នាំងដីឲ្យឈ្ងុយល្អសិនយើងដាក់ខ្ទិះដូងដើមជាមួយក៏ខ្ទិះដូងចុងលាយគ្នាក៏បានដែរមួយកូនចានបន្ថែមទឹកប្រឡាក់សាច់3ស្លាបព្រាបាយសម្រាប់ខ្យង1គីឡូតែមានគ្រឿងខុននៅផ្ទះហើយបងប្អូនចង់ធ្វើម្ហូបអីញ៉ាំក៏បានដែរងាយស្រួលមែនតើហើយឆ្នៃបានម្ហូបប្លែកៗច្រើនណាស់តោះឥឡូវយើងមានប្រូម៉ូសិនបងប្អូនធ្វើការកំងចាប់ពី$30ឡើងទៅយើងថែមឲ្យមួយហើយ free សេវាដឹកជូនទៀតដល់ពេលដែលរៀបលើកយើងចាក់ខ្ទិះដូងចូលបន្តិចទៀតមកឆាទៅឲ្យទឹកឆារបស់យើងនៅប៉ែកប៉ុណ្នេះគ្រឿងរបស់យើងនេះដាក់ជាមួយនឹងខ្យងបឺយើងវាថាឈ្ងុយខ្លាំងមែនតើហ្មងហើយវាត្រូវខ្នួចគ្នាខ្លាំងណាស់ដោយទឹកកំប៉ុងប៉ុណ្ណេះមកចង់ញ៉ាំមួយអីក៏បានដែរបងប្អូនយើងចាំខ្យងបឺច្រើនណាចឹងបងប្អូនអាចយកខ្យងបឺហ្នឹងទៅធ្វើម្ហូបផ្សេងៗបានច្រើនមែនតើតាមយើងឆ្នៃហើយមើលទូរស័ព្ទ17 Pro Max ដែលអញទិញឲ្យយកទូរស័ព្ទនឹងឯងតែទៅលុយគេទៅព្រលឹមលេងគេឲ្យហើយមើលទី2ឆ្នាំទៀតឲ្យតែទៅព្រឹបព្រលឹមឡើងគេឲ្យភ្លាមជប់លៀងហីចាំទៅធ្វើចឹងចាំទៅធ្វើមកហូបចឹងទូរស័ព្ទប្តីទិញឲ្យហេអញ្ចឹងបងប្អូនឈ្នះអស់មៀថាហើយកុំចូលជាមួយកូនពៅស៊ូអស់លុយក៏មិនចាញ់ចិត្តដែរទាលុយគេបានប៉ុណ្ណេះហើយចាំកាលទិញយឺហឺយកមកពងញ៉ាំតែឥឡូវនេះឯងយកទៅ2ខាំហ្នឹងតេះវល់ល្ងាចយកមកដល់យើងត្រាំវាឲ្យរីកសិនទៅឲ្យអស់ជាតិប្រៃជាតិអីចឹងណាយកល្អកាត់វា1ជា2កង់ទៅយើងកំពងឆាប់ស្រួយហើយឃើញច្រើនទៀតបងប្អូនតែបើថាអូយើងសល់ហេប៊ីនឹងច្រើនណាស់ចឹងបងប្អូនដាក់មួយតមូលចេះមកយឺហឺនេះយើងកំពងវា2ដងអត់សូវស្រួយខ្លាំងឲ្យបងប្អូនអញ្ចឹងតតែ3ដងបំពងមើលតែពេញផ្ទះយើងចាប់ផ្ដើមស្រង់វាចេញមកឃើញវាឡើងពងអញ្ចឹងមែនតែអត់តន់ស្រួយទេអញ្ចឹងខ្លាញ់យើងក្តៅយើងចាប់ផ្ដើមដាក់ចូលម្ដងទៀតមកកូទៅកូមកស្រង់វាហើយទុកឲ្យខ្លាញ់ក្តៅម្ដងទៀតទៅលាក់ចូលទៀតដល់ពេលដែលយើងបំពងវាស្រួយល្អលីងទុកកន្លះខែក៏អត់ខូចដែរនៅតែស្រួយឆ្ងាញ់យើងប្រើទឹកប្រឡាក់សាច់1ស្លាបព្រាទឹកប្រឡាក់សាច់របស់យើងនេះធ្វើម្ហូបបានចង់200លានមុខម្ទេសឆាបកានេះវិញយកឆាប្រភេទថាអំបិលម្ទេសឬមួយក៏ឆាអីផ្សេងចង់បានរបៀបថាហិលបងប្អូនចង់ហិលវ៉ៃម៉ានដាក់ច្រើនដាក់តិចតាមការចូលចិត្តយកញ៉ាំជាមួយកាទៀវក៏ត្រូវបាយស្រូបមីឆាឬញ៉ាំជាមួយកាពិផាវក៏បានដែរយើងចង់ហិលថែមអញ្ចឹងណាបងប្អូនទឹកប្រឡាក់សាច់នេះវិញម្ដងប្រឡាក់សាច់បាន3គីឡូបើយកទៅឆាម្ហូបវិញបានរហូតដល់20ចានទឹកត្រីបុកវិញមិនបាច់និយាយរសជាតិឆ្ងាញ់សាហាវទឹកត្រីបុករបស់យើងចូលអាទិត្យមុនហ្នឹងគឺរសជាតិខ្លាំងតែម្ដងដោយសារតែយើងបដូរគ្រឿងផ្សំបងប្អូនឥឡូវនេះសេរីរសជាតិត្រូវវិញហើយបងប្អូនចង់បានទឹកប្រហុកទឹកកាពិគ្រឿងឆ្នាំងដីយកធ្វើស៊ុបកាពិផាវញ៉ាំភ្លាមកាពិឆាបកងសិតតែជារបស់ឆ្ងាញ់ហើយមានគុណភាពគិតគូរពីសុខភាពជាចម្បងតែម្ដងគ្រឿងផ្សំដែលយើងយកមកធ្វើសិតតែជារបស់ល្អតោះឥឡូវយើងមានប្រូម៉ូសិនបងប្អូនទិញចាប់ពី$30ឡើងទៅយើងថែមអំបិលម្រេច1និង free សេវាដឹកជូនតែម្ដងមកលីងប្រមតែនេះបងប្អូនគាត់ថាបំពងធ្វើម៉េចឲ្យតែវាស្រួយល្អអញ្ចេះមកសំខាន់តិចនេះក្នុងការបំពងសម្រាប់រសជាតិវិញបងប្អូនធ្វើទៅតាមវិធីហ្នឹងមកគឺឆ្ងាញ់ហើយចូលជាតិចូលគ្រឿងឲ្យឡងឈ្ងុយហិលលិតដៃហ្មងយកទៅញ៉ាំគ្នាច្រើនអីហ្នឹងបដូររសជាតិមួយយ៉ាងដែរ